នេះជាវីដេអូ highlight អំពីការប្រកួតដ៏ស្វិតស្វាញមួយនៅក្នុង eFootball អញ្ចឹងគឺនៅពេលដែលប៉ះគូប្រកួតខ្លាំងគឺយើងធ្វើការគឺពិបាកណាស់មែនទែនអញ្ចឹងគឺគ្រប់មកដំបូងគឺវាកើតឡើងពីខាងក្រុមរបស់គេទៀតហើយអញ្ចឹងគឺកន្លែងនេះគឺមួយជើងរបស់ Del Piero គឺល្អមែនទែនគឺគាត់ធ្វើការលេងជាមួយនឹងតំបល់ថាច់ហ្នឹងយើងនេះអញ្ចឹងគឺតំបល់ថាច់របស់គាត់មកឲ្យសាហាវណាស់ចាំមើលនេះខ្វាច់មកផ្លាច់ lead color ផ្លាច់ហ្នឹងហើយអញ្ចឹងគឺផ្លុកតែម្ដងអញ្ចឹងគឺអ្នកចាំទីរបស់ខ្ញុំគឺសង្គ្រោះមិនបានទេហើយនេះក៏ជាការវាយបករបស់ខ្ញុំមកវិញណាគឺជាគ្រាប់បាល់ដែលខ្ញុំតាមស្មើគាត់ណាអញ្ចឹងគឺ Don Win Nunes កន្លែងនេះគឺសុទ្ធស្អាតមែនទែនហ្នឹងហើយអញ្ចឹងគឺ Smith Shell ការថ្មីនេះក៏អេឡង់កន្លែងហ្នឹងគឺខ្ញុំស្មានតែសុទ្ធមិនចូលទេបាទអញ្ចឹងគឺល្អសុទ្ធនោះដាច់ចង្កេះមកគ្នាភឹងកន្លែងនេះជាបាល់ free kick របស់គេគឺរោទៅមកខាងលោកសុទ្ធទៅបំពុកកីឡាកររបស់ខ្ញុំគឺចេញមកក្រៅនេះក៏ជាគ្រាប់បាល់ទី2របស់ខ្ញុំបាទក្នុងការនាំមុខទៅលើក្រុមគេហើយអញ្ចឹងគឺកន្លែងនេះបានទេទូតាបាទអញ្ចឹងគឺសុទ្ធមួយជើងកន្លែងនេះក៏អ្នកចាំទីមិនអាចសង្គ្រោះបានដែរគឺលូតមិនទាន់ទេអញ្ចឹងគឺស្អាតហើយនេះក៏ជាការនេះមើលម្ដងទៀតមកនេះហីគេចង្វាក់កន្លែងហ្នឹងគឺល្អអញ្ចឹងគឺកន្លែងនេះគឺ Darwin Nunes ជាអ្នក assist ឲ្យហើយបាទីស៊ូតាគឺជាអ្នកសុទ្ធល្អមែនតើនេះខ្ញុំមើលកន្លែងនេះបោះមកផ្លាច់ចេញផុតមកបាទីស៊ូតាដាក់មកកន្លែងនេះគ្មានសល់ទេហ្នឹងហើយអញ្ចឹងគឺនេះជាគ្រាប់ទី3ណាក្នុងការនាំមុខគឺ3-1ហើយកន្លែងនេះជាក៏គ្រាប់តាមពីក្រោយរបស់គេមកវិញហ្នឹងហើយអញ្ចឹងគឺ Dico Forlan គឺសុទ្ធកន្លែងនេះគឺមុំបិទចិត្តទៅហើយប៉ុន្តែនៅតែចូលប្រឡោះនេះមុំកន្លែងនេះខ្ញុំគិតថាបិទជាប់ប៉ុន្តែគេនៅតែមិនជាប់ Dico Forlan គេសុទ្ធអេមណាអញ្ចឹងគឺវីដេអូ highlight មានតែប៉ុណ្្នឹងទេអរគុណច្រើន